ខ្ញុំបានលើកយករឿងផែនទីមកនិយាយផែនទីបើកូនខ្មែរអានមិនបានសិក្សាមិនបានរកមិនបានដឹងមិនបានចេះមិនបានហើយផែនទីនោះមិនធ្វើបច្ចុប្បន្នភាពមិនអាប់ដេតឲ្យគ្នាធ្វើម៉េចឧទាហរណ៍កំណត់ហេតុនៃការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមកូនខ្មែរអត់មានដឹងអីសោះរហូតមកដល់ពេលនេះគឺអត់ឲ្យដឹងការចរចាព្រំដែនកម្ពុជាឡាវព្រំដែនកម្ពុជាថៃអត់ឲ្យដឹងសោះបើអត់ឲ្យដឹងធ្វើម៉េចនឹងការពារទឹកដីបានណាធ្វើម៉េចនឹងការពារទឹកដីបានបើអត់ដឹងធ្វើម៉េចណាធ្វើម៉េចនឹងការពារទឹកដីបានបើសិនណាជាកូនខ្មែរអត់ដឹងកូនខ្មែរអត់ដឹងខ្ញុំទៅគេហទំព័រគណៈរដ្ឋមន្ត្រីខ្ញុំចុចទៅរករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនទៅដល់កាំងអត់មានអីមើលគេហទំព័រណាគេហទំព័រណាគេហទំព័ររបស់រដ្ឋលេខាធិការកិច្ចការព្រំដែនចុចទៅកាំងទំព័រ Facebook របស់ឡាំជានិងរបស់រដ្ឋលេខាធិការសម្បូរទៅដោយរឿងផ្សេងតែអត់មើលឃើញទេអញ្ចឹងតើធ្វើមិនកើតណាកើតតើធ្វើមិនកើតណាតើធ្វើមិនកើតដូច្នេះហើយនៅពេលដែលណានៅពេលដែលទឹកដីប្រទេសកម្ពុជាត្រូវពឹងលើអ្វីពឹងលើចំណេះដឹងរបស់កូនខ្មែរពឹងលើឯកសារដែលខ្មែរប្រើបានដោយសេរីភាពនិងសមភាពបើមានការលាក់បាំងវាបណ្ដាលឲ្យខ្មែរធ្លាក់ខ្លួនល្ងងខ្លៅកាលណាល្ងងខ្លៅការពារទឹកដីមិនបានទេត្រង់នេះហើយដែលកម្ពុជាកំពុងតែស្ថិតនៅក្នុងមាត់ខ្លានិងក្រពើណាត្រង់នេះហើយដែលស្ថិតនៅក្នុងមាត់ខ្លានិងក្រពើភាគមុនខ្ញុំនិយាយអំពីអ្នកប្រាជ្ញថៃថោងឆៃវ៉ានិជ្ជគុណសង្ឃឹមថាអ្នកប្រាជ្ញខ្មែរកុំទៅឈួតរឿងភ្នំខ្មោចភ្នំអីមិនក៏មិនហ៊ានយកទ្រឹស្ដីទឹកដីរបស់ថៃមកបកស្រាយណាអានឹងអញ្ចឹងហ្នឹងគឺជារឿងមួយដែលកំសត់ជាទីបំផុតអូខេអាហ្នឹងគឺជារឿងដែលកើតឡើងអញ្ចឹងរឿងទឹកដីហ្នឹងណារាជការអំពាវនាវស្អីក៏ដោយបើបិទបាំងមិនអោយចេះដឹងក្នុងរឿងផែនទីរឿងទឹកដីរឿងឯកសារទេមនុស្សមួយចំនួនសូម្បីតែពីលោកហ៊ុនសែនទៅលោកហ៊ុនម៉ាណែតក៏អត់ដឹងដែរលោកហ៊ុនម៉ាណែតអត់ដឹងរឿងព្រំដែនទេកុំថាឡើយនេះហើយលោកហ៊ុនសែនហ្នឹងក៏អត់ដឹងទៀតបើមិនជឿទេទៅចាក់ស្ដាប់ពេលគាត់និយាយរឿងព្រំដែនកម្ពុជាវៀតណាមគាត់និយាយតាមវៀតណាមទាំងអស់គាត់អត់មានដឹងយល់ដឹងថាយ៉ាងម៉េចអត់មានទេណានឹងគឺជាចំណុចអញ្ចឹងណា Cambodia ខ្ញុំនៅចាំលោកសុកទូចហើយគាត់ថាកូនខ្មែរនឹងអរគុណគាត់ហើយចាគាត់ទុកជាប្រវត្តិសាស្ត្រទៀតមិនបានជាគាត់យល់ឃើញយ៉ាងនេះមិនអីទេគាត់យល់ឃើញយ៉ាងណាក៏ដោយឲ្យតែគាត់បញ្ចេញការសិក្សាមកណាគេមិនយកភូមិហេងសំរិនមកធ្វើជាអំណះអំណាងទេខ្ញុំទៀមទាតែការបើកបង្ហាញព័ត៌មានពីព្រំដែនដោយមានឯកសារផ្លូវការខ្ញុំទៀមទាតែប៉ុណ្្នឹងទេរឿងដោះដូរទឹកដីរឿងអីអាហ្នឹងវាជាហេតុនៃការចរចាខ្ញុំអត់មានចោទប្រកាន់ទេអូខេណាអាហ្នឹងគឺជាចំណុចពេចណែនាំតាក់ទងនឹងឯកសារដែលអាចរៀនបន្ថែមជនភេសឹកខាងភ្នំដងរែកចំនួនខ្មែរក្រហមខ្ញុំចង់រៀនបន្ថែមពីព្រឹត្តិការណ៍នោះតើមានសិភៅណាទេខ្ញុំសូមជម្រាបនៅក្មួយណា
ក្រោយយួនបានចូលកាន់កាប់ប្រទេសកម្ពុជាគ្រួសារខ្មែរកាត់ចិនភាគច្រើនក៏នាំគ្នារត់ទៅប្រទេសថៃដោយពួកគាត់ខ្លាចកុម្មុយនីសហើយក្រោយមករដ្ឋាភិបាលថៃក៏វាភ័យស្លន់ស្លោដោយសារនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃហ្នឹងមានមនុស្សជាង 80000 នាក់ទាំងគ្រួសាររបស់ខ្មែរក្រហមនិងខ្មែរប្រជាជនរត់ទៅរដ្ឋាភិបាលឧត្តមសេនីយ៍គ្រឿងសក្តិឆាមណាន់ក៏បានអំពាវនាវឲ្យអន្តរជាតិជួយតែអន្តរជាតិយឺតយ៉ាវដូច្នេះថៃក៏សម្រេចដឹកប្រជាជនដោយរុញចូលទៅស្រុកខ្មែរវិញគឺដឹកពីចំណុចមួយទៅរុញនៅចំណុចមួយគឺដឹកពីកន្លែងមួយទៅចាក់ចោលនៅជួរភ្នំដងរែកពេលនោះក៏កើតរឿងមួយហៅថាគេចាក់ជនភៀសខ្លួនខ្មែរចោលនៅភ្នំដងរែករីឯពាក្យថាភ្នំខ្មោចភ្នំអីនេះគឺជារឿងបង្កើតក្រោយទេណារីឯក្រោយព្រឹត្តិការណ៍នៅក្នុងខែឧសភាមិថុនានិងកក្កដានោះកើតឡើងមកក៏អន្តរជាតិបញ្ញាបញ្ញាលផ្ដល់ជំនួយចូលមកហើយប្រទេសថៃក៏រៀបចំជំរំជនភៀសខ្លួនហើយក៏អត់ដឹកយកទៅចាក់ចោលទៀតទេដោយបានទទួលជំនួយមកហើយនៅពេលដែលបានទទួលជំនួយហ្នឹងក៏ចាប់ត្រឹមប៉ុណ្្នឹងទៅអ្នកដែលធ្លាក់ទៅតាមភ្នំដងរែកហ្នឹងណាអ្នកដែលនៅរស់ក៏រត់មកប្រទេសថៃម្ដងទៀតហើយក៏បានធ្វើជនភៀសខ្លួនរឿងហ្នឹងក៏មានប៉ុណ្ណឹងហើយគ្មានសៀវភៅណាសរសេរក្បោះក្បាយទេពីព្រោះកាលនោះវាកើតតែមួយផ្លែតហ្នឹងរីឯការអះអាងរបស់ Facebook ខ្មែរសប្តាហ៍ថ្ងៃនេះខ្ញុំអង្គុយចាំតែមើលទេកូនខ្ញុំអង្គុយចាំតែមើលទេចាំមើលថាតើវាចាញ់ស្អីណាខ្ញុំអង្គុយចាំមើលតើវាចាញ់ស្អីណាវាចាញ់ស្អីវាចាញ់ស្អីខ្ញុំអង្គុយចាំតែមើលទេថាវាចាញ់ស្អីណាវាចាញ់ស្អីអូខេណាដូចជាម្នាក់ឈ្មោះឆាយាអេសហែនណាម្នាក់ឈ្មោះឆាយាអេសហែនគាត់គាត់ជាអ្នកធ្វើ content ទេគាត់អត់មានអ្វីបញ្ជាក់ទេណាមួយទៀតឈ្មោះតាបូណាប្រវត្តិភ្នំខ្មោចណាដាក់ឈ្មោះថា second killing field តែបើតាបូនឹងគាត់ពិតជាមានផុសតាងគាត់ចាំបាច់ធ្វើកុននឹងទៅអីមិនក៏មិនដាក់រឿងរ៉ាវទាំងអស់ហ្នឹងមិនក៏មិនដាក់ណាមិនដាក់ទៅជាពងសាវតាសិភៅប្រប៉ុណ្ណានៃជាការថ្កោលទោសថៃទៅណាមិនក៏មិនដាក់ទៅអូខេអញ្ចឹងតាំងពីភាពយន្តនឹងបានតាំងពីវីដេអូមួយនឹងបានផ្សាយពីថ្ងៃទី19ឥឡូវថ្ងៃទី23 4ថ្ងៃមនុស្ស2000មនុស្ស 3000 អ្នក share អូខេណាតែរូបថតដែលថតតាំងប្រហែលហ្នឹងជារូបថតរបស់ថៃហើយនឹងរូបថតបញ្ចូលរូបថតផ្សេងអត់មានអ្វីទេអញ្ចឹងនៅពេលដែលចៅចង់ណានៅពេលដែលចៅចង់ដឹងរឿងហ្នឹងចៅគួរណាស់រៀនប្រវត្តិសាស្ត្ររៀនអំពីទឹកដីប្រសើរជាងរៀនពីរឿងតូចមួយហ្នឹងរឿងហ្នឹងតូចទេណាហើយខ្ញុំអង្គុយចាំមើលថាតើណាខ្ញុំអង្គុយចាំមើលថាតើវាមានស្អីឲ្យវាចាញ់ហួសពីហ្នឹងណាឧទាហរណ៍មានលោកមួយគាត់ថាគាត់អ្នកទៅសេសភៅស្អីចាំមើលគាត់ចាញ់សេសភៅអីណាគាត់ចាញ់សភៅគាត់យ៉ាងម៉េចមកចាំតែមើលតាអូខេចាំតែមើលតាអាហ្នឹងអញ្ចឹងចាំតែមើលទេណាប្រវត្តិឈឺចាប់ភ្នំខ្មោចមានម្នាក់និយាយព័ត៌មានរឿងភ្នំខ្មោចអូខេរឿងថៃយកចិត្តពិសេសយើងចាក់ចោលនៅទីភ្នំខ្មោចទៅស្លាប់អស់ជិត 100000 នាក់នោះសាក់សីនៅរស់បងប្អូនខ្ញុំជាសាក់សីមួយដែរម៉ែខ្ញុំក៏នៅរស់ពេលដែលចង់យ៉ាងណាហើយច្រើនទៀតនៅភូមិកបតូចឃុំគុតសតស្រុកអូចោខេត្តបន្ទាយមានជ័យ
ចាចានេះចំណេះខ្ញុំអាយុចំណេះខ្ញុំនៅនេះសត្វសាស័យហើយនៅខាងក្នុងបាក់ក្នុងបាក់ប្រមូលមកសាក់សៃនៅប្រហែល10000នាក់ប្រមូលមកណាប្រមូលមកអូខេប្រមូលមករឿងនេះកើត46ឆ្នាំហើយមិនមែនកើតតិចតួចកើត46ប្រមូលមកសាក់សៃហើយសាក់សៃមិនចាំបាច់ទៅឥឡូវងើបមកគេសម្រាប់បងប្អូនខ្ញុំតវ៉ារឿងខ្មែរក្រហមរហូតតវ៉ាទៅសីអនុតវ៉ាទៅ UN តវ៉ារហូតដល់ឆ្នាំ2004ដឹងថាគេអត់ឲ្យយុត្តិធម៌ឈប់តវ៉ាចុះអ្នកដែលរងទុក្ខវេទនានឹងភ្នំខ្មោចហ្នឹងនឹងរឿងគេចាក់ចោលហ្នឹងមិនក៏មិនតវ៉ាណាហើយបនបល័យពូជសាសវៀតណាមរៀបចំបនបល័យពូជសាសមួយដែលខ្មែរក្រហមជាអ្នកធ្វើហើយចុះអង្កលវៀតណាមកំពុងតែឆ្លោះគ្នាជាមួយថៃចុះអាបនបល័យពូជសាសថៃហ្នឹងមិនអត់ឃើញ46ឆ្នាំក្រោយមកមិនទាន់ចេញរូបរាងផងរឿងនេះខ្ញុំនៅតែមើលមិនឃើញថាមានសាក់សីរស់ប្រហែលអ្នកចាញ់មកនិយាយស្អីខ្លះបើសិនជាអាចរកសាក់សីរស់បាន1000អ្នកណារកបានរកសាក់សីរស់1000អ្នកមកឲ្យនិយាយទៅប៉ុន្តែមុននឹងឲ្យនិយាយហ្នឹងកុំនាំអាតឲ្យអ្នកហ្នឹងនិយាយតែការពិតរឿងវេទនាជាជនភៀសខ្លួនគឺវេទនាហើយណារឿងវេទនាជនភៀសខ្លួនចៅខេតផដឹងមិនបានតាអត់ឆ្លើយនឹងចៅទេពេលព្រោះចៅទៅពីទៅពេកតាឃើញតាចៅសួរទៅពីពេកតាខ្ជិលឆ្លើយកូនតាខ្ជិលឆ្លើយមកពីកូនឯងចិត្តទៅសួរទៅពីពេកតាឯងសួរអត់ទៀងទាត់អីចឹងទៅតាខ្ជិលឆ្លើយណាកូនណាហ្នឹងចឹងរឿងទុក្ខវេទនានៃជនភៀសខ្លួនគឺពិតជាមានខ្មែរមួយលានអ្នកចាញ់មកក្រៅប្រទេសឆ្លងកាត់ដីថៃណាឆ្លងកាត់ដីថៃគឺពិតជាវេទនាណាអញ្ចឹងតើខ្មែរប្រហែលមួយលានអ្នកហើយនឹងខ្មែរដែលរស់នៅក្នុងជំរំនានាហើយវិលត្រឡប់ទៅស្រុកខ្មែរវិញមិនដឹងប្រហែលលានអ្នកទេតើត្រូវកោតទោសថៃយ៉ាងម៉េចរឿងកើតមក46-47ឆ្នាំហើយស្រុកទេសរៀបចំតាំងពី93តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនបានរឿងហ្នឹងវាអត់ផុសចេញមកមិនវាទៅផុសចេញមកឥឡូវនេះគឺជាចម្ងល់សូម្បីតែយើងទៅតុលាការក៏គេឆ្ងល់ដែរណាអូខេសូម្បីតែយើងទៅតុលាការក៏គេឆ្ងល់ដែរពីព្រោះស្អីដែលយើងហៅថាអក្រិតកម្មនោះវាកើត46ឆ្នាំវាកើត46ឆ្នាំហើយណាអត់មានទេខលហួតខ្ញុំអត់ជឿថាម្ដាយខលហួតឯងទៅភ្នំដងរែកទេខ្ញុំអត់ជឿទេមានការភ្លេចភ្លាំងក្នុងការចងចាំហើយគាត់ទៅរកអីភ្នំដងរែកនោះគ្មានជនភៀសខ្លួនណាគេរត់តាមភ្នំដងរែកទេខលហួតចាំខ្ញុំជម្រាបណាជួរភ្នំដងរែកណាខាងខ្មែរយើងវាចោតវាជា cleft like okay the terrain along the Dong Rai mountain chain តាមជួរភ្នំដងរែកខាងយើងវាជាចំណោតភ្នំខាងថៃវាដីស្មើបើជនភៀសខ្លួនរត់ទៅថៃអត់ទៅភ្នំដងរែកទេពិបាកឡើងណាស់ហួតអើយទៅធ្វើស្អីម្ដាយហួតឯងទៅធ្វើស្អីអត់មានអ្នកណារត់ទៅទេសៀមដែលវាយកជនភៀសខ្លួនយើងមកចាក់ចោលពេលហ្នឹងគឺចាក់ចោលអត់ឲ្យត្រឡប់ទៅវិញវាចាក់ចោលនឹងចំណោតភ្នំណាឲ្យដឹងផងគ្មានជនភៀសខ្លួនណារត់ឆ្លងជួរភ្នំដងរែកទេអ្នករត់ហ្នឹងគេរត់តាមដីរាបអញ្ចឹងអ្វីដែលម្ដាយហួតឯងនិយាយនេះគឺចងចាំមិនច្បាស់ទេណា she need to rush down the mountain because she heard Thai started shooting ទៅរកអីកន្លែងហ្នឹងមិនមែនជាផ្លូវជនភៀសខ្លួនទេផ្លូវជនភៀសខ្លួនគេមកតាមស្វាយតាមអីណាដូច្នេះហើយសូមបីតែនិយាយប្រាប់គេហ្នឹងគេគ្រាន់តែមើលទឹកដីហ្នឹងក៏គេដឹងថាយើងអត់ច្បាស់ដែរអូខេអាហ្នឹងហើយសាក់សីរស់នោះចាំអត់ច្បាស់ហ្នឹងចឹងCambodia តើមូលហេតុអ្វីសំខាន់បានជាមិនលេតត្រដាងរឿងព្រំដែននិងផែនទីខ្ញុំអត់ដឹង
ខ្ញុំអត់ដឹងខ្ញុំអត់ដឹងណាខ្ញុំអត់ដឹងដល់ពេលខ្ញុំអត់ដឹងมันអាចនឹងនិយាយអ្វីបានពីព្រោះវាចាប់ត្រឹមអត់ដឹងគ្រាន់តែអ្វីដែលខ្ញុំដឹងគឺគេអត់ឲ្យមើលដោយសារគេព្រមព្រៀងជាមួយនឹងវៀតណាមគេមិនឲ្យយើងមើលតែប៉ុណ្ណឹងណានឹងចំណុចដែលខ្ញុំដឹងណាបាទSovandarajan I see people talking about map problem but not many of them know how the calculate scale on map ចាំខ្ញុំជម្រាបបើចំពោះប្រទេសវៀតណាមកាលវៀតណាមវាដឹកដៃ CPP ឲ្យធ្វើព្រំដែនវាប្រគល់ផែនទី1 លើ 100,000 26 សន្លឹកមកឲ្យខាងខ្មែរហេងសំរិនដល់ពេលវាចាប់ផ្ដើមតាក់តែងលក្ខន្តិកៈហើយវាចាប់ផ្ដើមវាស់វែងវាបញ្ចូលផែនទី UTM ដែលវាបោះវាបញ្ចូលផែនទី UTM ដែលវាបោះឲ្យខ្មែរប្រើដោយសំអាងថាផែនទីបោន1 លើ 100,000 អត់ច្បាស់អញ្ចឹងវាបញ្ចូលផែនទី UTM ដែលវាបោះណាមិនមែនមកពីនាយបោះមិនកាំងទេគឺវាបោះក៏វាឲ្យទៅក៏ដឹកដៃខ្មែរយើងធ្វើអាហ្នឹងខាងវៀតណាមដល់ខាងថៃដោយសារវាចាញ់ក្តីប្រាសាទព្រះវិហារឆ្នាំ62វាក៏ដាច់ខាតមិនងាយនឹងព្រមព្រៀងលើផែនទី1 លើ 200,000 ទេវាត្រូវតវ៉ាចំណុចខ្វះខាត discrepancy ណាអង់គ្លេសហៅ discrepancy on a map ហើយដោយសារ map 1 លើ 200,000 ហ្នឹងខ្មែរយើងអត់អាប់ដេតទើបវាគៀបសង្កត់លើការចរចាព្រំដែនបើសុវណ្ណតារាយិនបានឃើញផែនទី1 លើ 100,000 ផែនទីនោះមានព្រំដែនមួយចំនួនវាបាត់ដានយល់ពាក្យបាត់ដានទេវាមាន discrepancy មែនវាមាន discrepancy មែនណាវាមាន discrepancy មែនក៏ប៉ុន្តែ discrepancy នេះយើងអាចយកចំណុច discrepancy ហ្នឹងមកជួសជុលបានដោយសារយើងមាន coordinate យើងអាចនឹងជួសជុលវាបានដោយយើងដំបូងត្រូវធ្វើ inventory លើបង្គោលទាំង124បង្គោលជាមួយវៀតណាមនឹងខាងនោះចំណែកឯខាងថៃឯណេះថៃវាអត់ទទួលយកមកប្រើឬក៏មកតវ៉ាតាមផែនទី1 លើ 200,000 ទេថៃវាเตรียมតែប្រើកំណត់ minutes លើបង្គោលព្រំដែនទាំង73អញ្ចឹងរបៀបថៃហើយនឹងយួនវាប្រើយួនយើងអត់ដឹងទេប៉ុន្តែខាងថៃណាយួនវាប្រើប៉ុន្តែថៃយួនវាប្រើអត់ដឹងទេណាយួនឲ្យខ្មែរណានៅផែនទីអូខេផែនទី bound 1 លើ 100,000 ចំនួន26 សន្លឹកដល់ពេលទៅវាស់វែងវាឲ្យប្រើណាវាឲ្យប្រើផែនទី UTM 1 លើ 50,000 អាហ្នឹងយួនណាយួនវាឲ្យប្រើអញ្ចឹងហើយរបៀបដែលវាស់វែងស្អីជាមួយយួនហ្នឹងគឺគេលាក់អត់ឲ្យយើងដឹងទេនេះគឺខាងយួនណាមានន័យថាយួនវាធ្វើណាយួនដឹកដៃខ្មែរធ្វើពីឆ្នាំ1983ដល់សប្តាហ៍នេះអានេះយួនឲ្យធ្វើចំណែកជាមួយសៀមវាមិនទទួលប្រើផែនទី1
លើ200,000ទេព្រោះវាបាត់ប្រាសាទព្រះវិហារដោយសារផែនទីនេះអញ្ចឹងសៀមវាចង់ធ្វើ inventory of all 73 boundary markers វាចង់ធ្វើ inventory of all 73 boundary markers នៅសៀមវាព្រមប្រើណាសៀមព្រមប្រើ Franco Siamese boundary ណាcoordinates សៀមវាព្រមប្រើតែវាអត់ប្រើផែនទីទេវាព្រមបានត្រឹមតែប៉ុណ្្នឹងទេចំណែកអាយួនអត់ដឹងទេគេបាត់ណាយួនអត់ដឹងទេអញ្ចឹងមិនមែនរឿង calculation ទេណាមិនមែនរឿង calculation ទេណាសុវណ្ណតារាយិនវាមិនមែនជា calculation ទេវាជា how they proceed ដែលខ្ញុំឃើញហ្នឹងគឺយួនគឺសៀមចង់ប្រើដូចយួនវាដើរមុនសៀមដើរក្រោយចង់ដើរដូចគ្នាអូខេអានឹងអញ្ចឹងមិនមែនរឿង calculate ទេឧបករណ៍វិទ្យាសាស្ត្រមានណាគេភូតទេហានីអើយគេយកមកភូតដើម្បីបន្លប់អារម្មណ៍គេភូតទេអារឿងភ្នំខ្មៅភ្នំអីនេះគេភូតតាគេកំពុងតែភូតលោកអ៊ំអាចប្រាប់បានទេតើអាចប្រាប់បានទេតើប្រមាថប្រម៉ងចាប់ម្ដងទៀតអត់ទេអត់មានទេរឿងហ្នឹងវាឈប់មានហើយណាគេរំលឹកឡើងវិញឲ្យកូនជំនាន់ក្រោយបានដឹងថែមទៀតជាការកត់ហេតុប្រវត្តិសាស្ត្រកូនខ្មែរចង់ចាំនារីចុះអា3ឆ្នាំ8ខែ20ថ្ងៃដែលយើងរងគ្រោះនោះមិនក៏គេមិនកត់អាធំហ្នឹងមកជួយគិតគ្នាមើលមិនក៏គេមិនកត់អាទុក្ខវេទនាយើងនៅអូតគីអីនៅភ្នំពៅនៅអីមិនក៏គេមិនកត់អាហ្នឹងណាហើយចុះអាក5ហ្នឹងមិនគេមិនកត់ណាតើវាអំពកតង់ជាងរឿងយើងទេជួយគិតមើលគេបំផ្លាញក្តីខ្មែរក្រហមចោលឆ្នាំ2004ណាខ្ញុំត្រឡប់ពីប៉ារីមកវិញខ្ញុំទៅជួបអង្គការសហជីវជាតិហាន់កូរ៉េលគាត់ប្រាប់ខ្ញុំគាត់ថាអត់ទៅមុខទេខ្ញុំក៏ឈប់ទៅឥឡូវរវាងអារឿងភ្នំខ្មោចហ្នឹងហៅតាមគេអញ្ចឹងណាហើយណារឿងក5ហើយណារឿងសម្រាប់3ឆ្នាំ8ខែតើអារឿងណាដែលត្រូវមានកំណត់ហេតុសម្រាប់រៀនណាវាមិនក៏រឿងតូចគេខំប្រឹងរៀនហើយអារឿងប៉ុណ្ណាណីគេលុបបំបត្តិចោលអូខេអញ្ចឹងកុំចាញ់កលគេណាខ្ញុំជឿថានារីឯងក៏វេទនាដែរមិនក៏រឿងរបស់នារីឯងអត់ត្រូវគេយកមកទុកនេះអត់មានឲ្យបោះសភៅទេរឿងខ្មែរក្រហមវេទនាអត់មានទេមានបោះរវៃយកឆាងអីតែបន្តិចទៅអស់ហើយណាអាហ្នឹងអញ្ចឹងយើងគិតមើលមិនបានជារឿងវេទនារបស់យើងប៉ុណ្ណាណីខ្មែរទាំងអស់គ្នាមិនមែនតែខ្ញុំមិនមែនតែនារីឯងមិនក៏គួរបំភ្លេចចោលអញ្ចឹងរឿងហ្នឹងហើយដែលខ្ញុំចេះឆ្ងល់ណាកុំចាញ់ឆោតគេណាចាញ់ឆោតគេគឺគេកំពុងតែយកអាភ្នំខ្មោចនេះដើម្បីបន្លប់អំពីបរាជ័យរបស់គេដែលគេវាយចាញ់សៀមគេវាយចាញ់សៀមគេបំពេឲ្យខ្មែរឆ្លក់វែងរឿងផ្សេងដូចជាថ្ងៃនេះគេនិយាយពីរឿងថាមានអ្នកមកបន្លំធ្វើកូនគេអីចាក់ជាតិម្ដងទៀតដើម្បីឲ្យខ្មែរវង្វេងគេអត់ចង់ឲ្យខ្មែរយកចិត្តទុកដាក់នឹងបាត់បង់ដីសៀមយកដីមិនដឹងប្រហែលកន្លែងទេណាគេអត់និយាយទេគេនាំគ្នាទូងស្គាល់រឿងភ្នំខ្មោចហ្នឹងអញ្ចឹងគេកំពុងតែបង្វែងដានទេណាខ្ញុំមានយោបល់ប៉ុណ្្នឹងឯងអូខេក្រៅពីហ្នឹង